ប៉ុន្មានថ្ងៃនេះខ្ញុំចាប់ផ្ដើមធ្វើការកែច្នៃត្បូងរតនគិរីទៀតហើយក៏នឹកភ្ញៀវគាត់ផ្ញើត្បូងខាងខេត្តរតនគិរីមកធ្វើការកែច្នៃដែរណាបងប្អូនអរគ្នាជារួមទៅឥឡូវនេះខ្ញុំចាប់ផ្ដើមរវល់ខ្លាំងមែនទែនតែម្ដងត្បូងរតនគិរីផងខ្លួនឯងនឹងទៅធ្វើការដុតអាំងរួចដែរហើយអត់ទាន់បានធ្វើការកែច្នៃផងហើយនេះគឺជាត្បូងរបស់ភ្ញៀវដែលគាត់ផ្ញើមកពីខាងខេត្តរតនគិរីនេះជាប្រភេទត្បូងជីលិនណាបងប្អូនអរគ្នាបងឃើញម្ដុំធំប៉ុណ្ណឹងសាច់អាចធ្វើបាននេះមានតែម្ដុំទូចនេះទេហើយភ្ញៀវគាត់ឲ្យខ្ញុំជួយធ្វើការកែច្នៃជាមើលទីទៀតនេះខ្ញុំយកមកធ្វើការបេះកាត់យកទៅកន្លែងសាច់ស្អាតហើយម្ដុំនេះបងឃើញធំអញ្ចឹងនេះជាប់បែកស្អាតតិចអស់ហើយយើងជ្រៀកបានកន្លែងនេះចេញហើយយកទៅកន្លែងសាច់ស្អាតម្ដុំបែបនេះក៏ចង់បានធ្វើរាងជ្រុងណាបងប្អូនអរគ្នារាងការ៉េហើយមួយគ្រាប់នេះពោស្អាតប៉ុន្តែគឺបែកខ្ទេចអស់ហើយគឺបែកសាច់តកកនៅខាងក្នុងអញ្ចឹងអ្វីដែលយើងអាចធ្វើការកែច្នៃបានគឺយើងអាចយកទៅធ្វើជាប្រភេទឡាំបៀវិញណាបងប្អូនអរគ្នា